បងប្អូនយើងមកមើលវិធីចៀនត្រីកុំឲ្យជាប់ណានិយាយទៅពេលចៀនត្រីហ្នឹងយើងចៀនត្រីកុំឲ្យអត់ជាប់ហើយសាច់ត្រីស្រួយឆ្ងាញ់ទៀតដំបូងលាងទឹកត្រីនឹងឲ្យស្អាតសិនលាងវាម្ដងមួយឲ្យស្អាតបន្ទាប់មកយើងចាប់ផ្ដើមទុកឲ្យវាស្រស់ទឹកតិចមកយើងដាក់ត្រីចូលមកហើយយើងចាប់ផ្ដើមដាក់គ្រឿងប្រឡាក់ពេលយើងប្រឡាក់ហ្នឹងអត់មានដាក់អីច្រើនទេយើងលួចតែខ្នុរបន្តិចអំបិលបន្តិចហើយនឹងដាក់ម្សៅបំពងយើងលួចដាក់ម្សៅបំពងបន្តិចចាប់ផ្ដើមដែរណារួចតែបន្តិចបានទេនេះម្សៅបំពងក្រោយគេđóម្សៅបំពងរួចដល់បន្តិចមកតមកយើងច្របល់វាឲ្យចូលសព្វសាច់ត្រីទាំងអស់អញ្ចឹងណាឲ្យច្របល់វាមួយម្ដងឲ្យវាចូលសព្វល្អហើយទុកប្រហែលជា4-10នាទីដើម្បីឲ្យត្រីនឹងចូលជាតិទៅពេលជាតិទៅមានជាតិឡំអញ្ចឹងទៅវាអត់សាបវាអត់ខ្សោះទេហើយសាច់ត្រីរសជាតិឆ្ងាញ់តមកយើងដាក់ខ្លាញ់នេះយើងដាក់ក្តៅយើងមុននឹងដាក់ចៀនត្រីយើងស្ទាបមើលសិនវាក្តៅអត់យកត្រីដាក់វាភ្លឺសលេងអត់បើថាក្តៅអូខេហ្នឹងចាំដាក់ព្រោះតែចៀនត្រីបើខ្លាញ់អត់ក្តៅដាក់ចៀនត្រីវាចូលខ្លាញ់ណាសាច់វាអត់ស្រួយឆ្ងាញ់ហើយវាចូលខ្លាញ់ទៅក្នុងសាច់ត្រីហ្នឹងច្រើនហ្មងពេលចៀនត្រីកុំបើកភ្លើងតិចពេកបើកភ្លើងមកល្មមហើយក៏អត់ខ្លាំងពេកដែរខ្លាំងពេកត្រីវាអាចឆ្លោយជ្រុលហើយបើកភ្លើងតិចពេកត្រីហ្នឹងល្មមត្រជាក់ហ្នឹងវាអត់ឆ្ងាញ់ទេវាចូលខ្លាញ់នៅក្នុងត្រីពេលបើយើងបើកភ្លើងតិចយើងបើកភ្លើងមកល្មមមើលទៅរៀងក្រៀមបន្តិចចាំប្រែបើថាត្រីនៅអត់ទាន់ក្រៀមទេយើងកុំប្រែព្រោះកុំឲ្យវាបែកសាច់ឲ្យវារៀងក្រៀមតិចហើយបើយើងចាប់ផ្ដើមប្រែត្រីមួយម្ដងមើលតាមត្រីអញ្ចឹងណាបងប្អូននេះឃើញត្រីយើងប្រែល្អណាស់ហើយអត់ជាប់ខ្លាញ់ហើយអត់បែកសាច់អត់អីទាំងអស់ហើយសាច់វាញ៉ាំទៅរសជាតិប្រៃឡំបន្តិចញ៉ាំមួយបាយក៏បានយើងចង់ញ៉ាំជាមួយសសក់ឬក៏មួយម្លក់ផ្សេងក៏បានឆ្ងាញ់នេះជាចុងក្រោយ